សូមជម្រាបសួរដល់បងប្អូនទាំងគ្នានៅក្នុងសេចក្តីស្រឡាញ់របស់ជាម្ចាស់ទីនេះជួបខ្ញុំជាថ្មីម្ដងទៀតនៅវីដេអូទី3ដែលខ្ញុំចង់ចែកម្លែកជាមួយបងប្អូនទាំងគ្នានៅថ្ងៃនេះបាទថ្ងៃនេះខ្ញុំសូមលើកប្រធានបទមួយដែលមានចំណងជើងថាមនុស្សដែលសង្គមយើងមើលងាយអាចក្លាយជាមនុស្សថ្មីដោយសារព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរលោកសាខេគឺជាមនុស្សម្នាក់ដែលយកពុនដែលសង្គមសម័យនេះមិនសូវឲ្យតម្លៃឬក៏មិនសូវជឿចិត្តគាត់ទេមនុស្សជាច្រើនចាត់ទុកគាត់ជាមនុស្សដែលលោភលន់និងទាញយកប្រយោជន៍ពីអ្នកដទៃប៉ុន្តែថ្ងៃមួយព្រះយេស៊ូវបានយាងទៅដល់ក្រុងយេរីកូលោកសាខេចង់ឃើញព្រះអង្គខ្លាំងណាស់ដោយសារគាត់មានកម្ពស់ទាបគាត់បានរត់ទៅឡើងទៅដើមឈើមួយដើម្បីមើលឃើញព្រះយេស៊ូវគ្រីស្ទអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺព្រះយេស៊ូវមិនបានមើលសាខេតាមរយៈអតីតកាលរបស់គាត់ទេព្រះអង្គបានហៅឈ្មោះគាត់ហើយមានបន្ទូលថាសាខេអើយចុះមកឲ្យឆាប់ព្រោះថ្ងៃនេះខ្ញុំនឹងត្រូវទៅស្នាក់នៅផ្ទះរបស់អ្នកហើយអ្វីបានជាព្រះយេស៊ូវស្នាក់នៅផ្ទះរបស់សាខេព្រោះព្រះអង្គមិនមើលពីមនុស្សតាមការវិនិច្ឆ័យរបស់សង្គមខាងក្រៅទេព្រះអង្គមើលឃើញដួងចិត្តដែលកំពុងតែស្វែងរកព្រះយេស៊ូវមកទ្រង់ស្វែងរកនិងសង្គ្រោះមនុស្សដែលបាត់បង់ការជួបព្រះយេស៊ូវគ្រីស្ទបានផ្លាស់ប្រែសាខេទាំងស្រុងគាត់បានប្រកាសថាខ្ញុំនឹងចែកទ្រព្យសម្បត្តិដល់អ្នកក្រីក្រហើយបើខ្ញុំបោកប្រាស់នរណាម្នាក់ខ្ញុំនឹងសងវិញគេជាពួនការផ្លាស់ប្រែពិតប្រាកដមិនមែនគ្រាន់តែជាពាក្យសម្ដីទេប៉ុន្តែបង្ហាញតាមរយៈការប្រព្រឹត្តសារសម្រាប់សង្គមខ្មែរសប្តាហ៍នេះកុំវិនិច្ឆ័យមនុស្សតាមការអតីតកាលរបស់ពួកគេមនុស្សគ្រប់រូបមានឱកាសកែប្រែផ្លាស់ប្រែចិត្តនិងចាប់ផ្ដើមជីវិតថ្មីសេចក្តីស្រឡាញ់និងការទទួលយកអាចផ្លាស់ប្រែមនុស្សបានជាងការដែលរិះគន់អ្នកដឹកនាំគ្រួសារនិងសហគមន៍គួរតែរៀនមើលឃើញតម្លៃរបស់មនុស្សមិនមែនគ្រាន់តែភាពខ្វះខាតរបស់ពួកគេប៉ុណ្ណោះនោះទេប្រសិនបើព្រះយេស៊ូវអាចផ្លាស់ប្រែជីវិតរបស់លោកសាខេបាននោះព្រះអង្គក៏អាចផ្លាស់ប្រែជីវិតរបស់យើងនិងសង្គមរបស់យើងបានដូចគ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនាសូមខមមិនឬ like ដើម្បីលើកទឹកចិត្តបើមានអ្វីជាសំណួរអាចសួរបាននៅក្នុងវីដេអូរបស់ខ្ញុំនេះការជួយ follow និង share គឺជាកម្លាំងចិត្តក្នុងការឲ្យខ្ញុំបង្កើតវីដេអូសម្រាប់លើកទឹកចិត្តលោកអ្នកបងប្អូនទាំងគ្នានៅក្នុងសេចក្តីស្រឡាញ់ព្រះម្ចាស់សូមឲ្យព្រះយេស៊ូវគ្រីស្ទបានធ្វើការក្នុងជីវិតដែលលោកអ្នកបងប្អូនទាំងគ្នាដែលមិនទាន់បានជឿហើយបានមើលឃើញវីដេអូនេះឲ្យមានឱកាសផ្លាស់ប្រែចិត្តទទួលព្រះយេស៊ូវគ្រីស្ទនៅក្នុងជាព្រះសង្គ្រោះរបស់ពុកម៉ែបងប្អូនទាំងគ្នាអរគុណច្រើនសូមព្រះប្រទានពរ